ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នានៅក្នុងពេលថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបានទៀតហើយក្នុងការមើលអំពីក្បួនតម្រាខ្មែរឬក៏យើងគ្រប់គ្នាហៅបានថាហោរាសាស្ត្រអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺសល់ពីបរមបុរាណចាស់ពីដើមគាត់បានចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយហ្នឹងបានមើលនិងបានអានអញ្ចឹងបងប្អូនឆ្ងល់ថាក្បួនតម្រាខ្មែរហ្នឹងគឺគេមើលអ្វីខ្លះក្បួនតម្រាខ្មែរគឺគេមើលបានច្រើនប្រភេទបងប្អូនគឺគេមើលតាំងពីខែឆ្នាំគូស្រករគេមើលតាំងពីជោគជតារាសីគេមើលតាំងពីថ្ងៃកើតនិងខែកើតគេមើលអំពីលក្ខណៈប្រជ្រុយគេមើលអំពីលក្ខណៈរូបរាងរបស់មនុស្សអញ្ចឹងគេមើលច្រើនទៀតតែខ្ញុំមិនរកតែប៉ុណ្្នឹងសិនណាអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺចាស់ពីដើមគាត់បានស្វែងយល់និងមើលឃើញថានឹងមានអ្វីកើតឡើងអញ្ចឹងគាត់សរសេរចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយហ្នឹងបានមើលនិងបានអានយល់អំពីរូបសម្បត្តិនិងលក្ខណៈរបស់មនុស្សផ្សេងៗគឺច្រើនមែនតើអញ្ចឹងនៅក្នុង channel របស់ខ្ញុំហ្នឹងគឺខ្ញុំមើលច្រើនដែរបងប្អូននៅវីដេអូដំបូងរបស់ខ្ញុំគឺខ្ញុំមើលអំពីខែឆ្នាំគូស្រករប្តីប្រពន្ធហើយបន្ទាប់ទៀតខ្ញុំមើលអំពីថ្ងៃកើតនិងខែកើតរបស់មនុស្សគ្រប់គ្នាហើយបន្ទាប់មកខ្ញុំមើលអំពីជោគជតារាសីហើយបន្ទាប់មកទៀតហ្នឹងគឺខ្ញុំមើលអំពីលក្ខណៈប្រជ្រុយរបស់បុរសនិងស្ត្រីអញ្ចឹងនេះវីដេអូហ្នឹងគឺខ្ញុំមើលអំពីលក្ខណៈប្រជ្រុយអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ថាតើប្រជ្រុយហ្នឹងអាចដឹងអំពីអ្វីខ្លះប្រជ្រុយគឺជាសញ្ញាបងប្អូនណាប្រជ្រុយគឺជាសញ្ញាដៅមួយឲ្យដឹងអំពីនិស្ស័យរបស់មនុស្សនិងអត្តចរិតរបស់យើងអញ្ចឹងប្រជ្រុយហ្នឹងមិនមែនថាជាប់រាងកាយហ្នឹងគឺអត់ប្រយោជន៍ទេប្រជ្រុយហ្នឹងគឺជាសញ្ញាដែលយើងដឹងអំពីមនុស្សម្នាក់ហ្នឹងនិងនិស្ស័យទៅមុខទៀតហ្នឹងនឹងទៅជាយ៉ាងណាហើយអត្តចរិតរបស់គុយហ្នឹងគឺអាក្រក់ដូចក៏ល្អអញ្ចឹងប្រជ្រុយហ្នឹងគឺសំខាន់មួយចំណែកដែរមិនមែនថាប្រជ្រុយជាកើតអត់ប្រយោជន៍ទេណាប្រជ្រុយនីមួយៗសិតតែមានមូលហេតុរបស់គេមិនមែនប្រជ្រុយគ្រប់គ្នាសិតតែកើតតាមកន្លែងដូចគ្នាអត់ទេបងប្អូនគឺប្រជ្រុយគឺកើតតាមរាងកាយតាមដងខ្លួនតាមផ្ទៃមុខអញ្ចឹងគឺកើតគ្រប់កន្លុកកន្លៀតតែយើងមិនដឹងថាតើប្រជ្រុយហ្នឹងគឺវាកើតហ្នឹងចំកន្លែងហ្នឹងនឹងមានមូលហេតុអ្វីអញ្ចឹងយើងប្រហែលជាមិនទាន់ដឹងអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងខ្ញុំនឹងមើលអំពីលក្ខណៈប្រជ្រុយឲ្យគ្រប់36អញ្ចឹងខ្ញុំមើលបានប្រហែលជាចូល4លក្ខណៈបងប្អូនដំបូងគឺលក្ខណៈបុរសហើយស្ត្រីហើយវិលមកបុរសអញ្ចឹងគឺខ្ញុំមើលឆ្លាស់ចុះឆ្លាស់ឡើងបើតាមយើងមើលទាំងអស់ហ្នឹងទៅធ្វើវីដេអូវាវែងពេកអញ្ចឹងខ្ញុំមើលមួយថ្ងៃបានតែមួយចំណុចទេនិយាយថាមួយវីដេអូបានតែមួយចំណុចទេបើយើងធ្វើរូបគ្នាតែហ្មងគឺវាច្រើនបងប្អូនវែងវីដេអូគឺពិបាកនឹងនិយាយអញ្ចឹងយើងមើលតែមួយថ្ងៃបានតែមួយវីដេអូមួយចំណុចទេអញ្ចឹងយើងបើនិយាយតន្ទឹងរង់ចាំហួរណាអ្នកគាត់មានប្រជ្រុយត្រង់កណ្ដាលថ្ងាសឬកន្លែងថ្ងាសហ្នឹងគាត់អាចរង់ចាំថាតើប្រជ្រុយហ្នឹងនឹងមានមូលហេតុអ្វីអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរកុំឲ្យបងប្អូនថានិយាយវែងឆ្ងាយទៅប៉ែច្រើនណាខ្ញុំចង់ស្ដាប់តែប្រជ្រុយហ្នឹងនឹងមានមូលហេតុអ្វីទេអញ្ចឹងបងប្អូនចាំស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងគេដាក់ស្ត្រីមកណាស្ត្រីគេដាក់ថាស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ថ្ងាសបើបានប្តីនឹងដាច់គ្នាគេដាក់បើស្ត្រីនឹងបើមានប្រជ្រុយនៅចំថ្ងាសបើបានប្តីនឹងដាច់គ្នា
ក្នុងរង្វង់5 ខែឬយូរទៅយូរឬយូរទៅនៅរួមគ្នាដល់មានកូននោះក៏ពុំគង់ដែរនិយាយទៅគេចង់បញ្យល់អញ្ចេះសរសេរហ្នឹងគេសរសេរអត់ត្រូវពេកខ្លះទេតែខ្ញុំចង់បញ្យល់អញ្ចេះចោះគេដាក់ថាស្ត្រីណាដែលមានបច្ចុយនៅចំថ្ងាសបើបានប្តីគឺនឹងដាច់គ្នាក្នុងរង្វង់5 ខែឬយូរទៅបើរួមគ្នាវិញនិយាយបើរួមគ្នាវិញបានកូននោះក៏ពុំគង់ដែរគេដាក់បើនៅមិនគង់គ្នាអញ្ចឹងគឺស្ត្រីដែលមានបច្ចុយនៅចំថ្ងាសគេមិនដាក់ថានៅកន្លែងខាងឆ្វេងឬក៏ខាងស្ដាំទេគេដាក់នៅចំថ្ងាសអញ្ចឹងនៅក្នុងរង្វង់ថ្ងាសហ្នឹងបងប្អូនប្រហែលជាឆ្ងល់ថាបច្ចុយហ្នឹងនៅចំត្រង់ខាងឆ្វេងនិងខាងស្ដាំគេអត់ដាក់ខាងឆ្វេងស្ដាំទេគេដាក់នៅចំថ្ងាសអញ្ចឹងស្ត្រីហ្នឹងគឺបើមានប្តីនឹងដាច់គ្នាក្នុងរង្វង់5 ខែឬយូរទៅរួមគ្នាតើមានកូននោះក៏ពុំគង់ដែរទោះយើងនៅចូលរួមគ្នាវិញក៏នៅពុំគង់គ្នាដែរនៅតែមិនជួបគ្នាវិញណាអាហ្នឹងគឺចង់ប្រាប់អញ្ចឹងការមើលឡើងពីលក្ខណៈប្រជ្រុយហ្នឹងមិនមែនខ្ញុំស្មានមិនមែនខ្ញុំចេះតែនិយាយហ្នឹងបងណានេះជាក្បួនតម្រាខ្មែរយើងតែគាត់បានចងក្រងទុកអញ្ចឹងក្បួនតម្រាខ្មែរហ្នឹងគឺគាត់ឃើញអំពីលក្ខណៈអញ្ចឹងហើយបានគាត់ហ៊ានសរសេរចងក្រងទុកឲ្យក្មេងៗជំនាន់ក្រោយហ្នឹងបានដឹងអំពីលក្ខណៈប្រជ្រុយនីមួយៗអញ្ចឹងខ្ញុំសូមអានម្ដងទៀតឲ្យបងប្អូនយល់ខ្លាចអ្នកខ្លះគាត់មិនសូវយល់អំពីលក្ខណៈប្រជ្រុយហ្នឹងនឹងទៅជាយ៉ាងណាអញ្ចឹងខ្ញុំសូមអានម្ដងទៀតឲ្យបងប្អូនយល់គេដាក់ថាស្ត្រីណាដែលមានប្រជ្រុយនៅត្រង់ថ្ងាសនឹងបានប្តីនឹងដាច់គ្នារង្វង់5 ខែឬយូរទៅរួមគ្នាដល់មានកូននោះក៏ពុំគង់គ្នាឡើយយល់ទេបងប្អូនណាបើបងប្អូនស្ដាប់មិនទាន់យល់ឬក៏មិនទាន់ទេបងប្អូនឲ្យសារទៅក្រោយបន្តិចហើយចាក់ស្ដាប់ម្ដងទៀតដើម្បីឲ្យវាស្ដាប់ឲ្យយល់ឲ្យទាន់ណាការពិតខ្ញុំអានគឺវាជ្រាំដែរបន្តិចបងប្អូនខ្លះគាត់ថាតប៉ាឬក៏សាំតែមិនមែនទេបងប្អូនខ្ញុំចង់ឲ្យបងប្អូនយល់ការពិតបងប្អូនថាមិនថាចោះតែពាក្យខ្ញុំចង់ឲ្យបងប្អូនយល់ទេមិនមែនថាខ្ញុំចង់ឲ្យវែងឆ្ងាយអត់ទេគោលដៅរបស់ខ្ញុំគឺចង់ឲ្យបងប្អូនយល់ថាខ្ញុំនិយាយអំពីហ្នឹងគឺចង់ឲ្យបងប្អូនយល់ពាក្យថាគេចង់មានន័យថាម៉េចអាហ្នឹងគឺអញ្ចឹងការមើលអំពីលក្ខណៈប្រជ័យរបស់ស្ត្រីនៅក្នុងថ្ងាសគឺបានបញ្ចប់បងប្អូនអញ្ចឹងខ្ញុំនឹងមើលឲ្យគ្រប់36លក្ខណៈអញ្ចឹងខ្ញុំក៏សូមអភ័យទោសបើខ្ញុំមើលទៅវាមិនត្រូវជ្រុងជ្រោយកញ្ចុំកន្លែងណាឬក៏ខ្ញុំអានទៅវាមិនក្បោះក្បាយឬមិនត្រូវចំណុចរអាក់រអួលអ្វីផ្សេងបងប្អូនសូមអភ័យទោសនេះការមើលរបស់ខ្ញុំនឹងគឺខ្ញុំមិនបានព្រៀងទុកមិនបានរៀបរៀងទុកទេខ្ញុំទំនេរទៅខ្ញុំក៏ឆ្លៀតមើលនិងអានឲ្យបងប្អូនស្ដាប់ដើម្បីកំសាន្តនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងខ្ញុំក៏សូមជម្រាបលាបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អគ្រប់គ្នា